អាមេរិកហៅលោកកកអាននេះគេថាជាស្ដេចឆបោកទៅទៀតស្ដេចត្រាញ់ណាបងប្អូនគឺជាអ្នកក្រាញកាងធំបំផុតនៅក្នុងប្រទេសកម្ពុជាហ្នឹងក៏ប៉ុន្តែអាមេរិកបាននិយាយថាលោកកកអាននេះមិនមានឥទ្ធិពលអីខ្លាំងបើមិនមានមនុស្សនៅពីក្រោយទេនៅក្នុងអំពើឆបោកដែលគេចោទប្រកាន់កាលពីថ្ងៃទី23ខែមេសានេះគឺលោកកកអានរួមទាំងក្រុមហ៊ុនដទៃទៀតហ្នឹងគឺបើកបណ្ដាញឆបោកអនឡាញយ៉ាងកក្រើកពេញផ្ទៃនៅតំបន់អាស៊ីហ្នឹងជាពិសេសនៅប្រទេសកម្ពុជាហ្នឹងគ្រាន់តែឆ្នាំ2024ណាគឺទឹកលុយនៅក្នុងការឆបោកនៅក្នុងបណ្ដាញដែលមានលោកកកអានចូលរួមនឹងក្រុមហ៊ុនដទៃទៀតនេះអាមេរិកប៉ាន់ស្មានទៅឃើញប្រមាណជា$10,000 លានដែលបានជំរិតពីជនរងគ្រោះដែលភាគច្រើនជាជនជាតិអាមេរិកកកអានគឺជាសមាជិកព្រឹទ្ធសភាកូតាគណៈបកប្រជាជនកម្ពុជានិងជាអ្នកអុកញ៉ាបាទអញ្ចឹងយើងដឹងហើយអុកញ៉ាគឺគ្រាន់តែជាដូចថាសេដ្ឋីនិងមហាសេដ្ឋីអញ្ចឹងពាក្យខ្មែរយើងគេមានលំដាប់របស់ឧបាសិកាមានមហាឧបាសិកាអញ្ចឹងគេឡើងតាមកម្រិតគេអញ្ចឹងណាអញ្ចឹងក្នុងនេះគឺលោកកកអានមិនមែនត្រឹមតែជាអុកញ៉ាទេគឺជាអ្នកអុកញ៉ាបានន័យថាបើជាសេដ្ឋីមិនមែនជាសេដ្ឋីទេគឺមហាសេដ្ឋីបាទព្រោះសេដ្ឋីបានន័យថាមានលុយចាប់ពី$1 លានឡើងទៅគេហៅថាសេដ្ឋីហ្នឹងមិនអញ្ចឹងប៉ុន្តែអ្នកមានលុយចាប់ពី$1,000 លានឡើងទៅគេហៅមហាសេដ្ឋីអញ្ចឹងអុកញ៉ាក៏ដូចគ្នាដែរអ្នកអុកញ៉ាគឺអុកញ៉ាមានលុយធម្មតាបង់តម្លៃកន្លះលាន$អញ្ចឹងទៅថ្លៃបានងារហ្នឹងតទៅអ្នកអុកញ៉ាគឺអាចនឹងបង់ច្រើនលើសនឹង2 ដងទៀតទៅដូច្នេះងារនេះគឺធំណាស់ហើយក៏ទ្រព្យសម្បត្តិហ្នឹងក៏មហាសាលដែរក៏ប៉ុន្តែយើងមិនបាននិយាយថាលោកកកអានបានទ្រព្យសម្បត្តិដោយសារការប្លន់ជាតិលួចប្លន់អំពើទុច្ចរិតអីណាមួយអាហ្នឹងវាគ្មានព័ត៌មានណាមួយនៅក្នុងការស៊ើបអង្កេតស្រុកខ្មែរដែលថាអញ្ចឹងឯងប៉ុន្តែនៅថ្ងៃទី23ខែមេសាម្សិលមិញនេះគឺលោកកកអានដែលជាសមាជិកព្រឹទ្ធសភាផងជាអ្នកអង្គការផងនេះគឺសប្តាហ៍កំពុងតែនៅប្រទេសកម្ពុជាយ៉ាងសុខសប្បាយត្រូវបានរដ្ឋាភិបាលជាតិអាមេរិកបាទគឺការិយាល័យមួយគេហៅថាការិយាល័យត្រួតពិនិត្យនិងគ្រប់គ្រងទ្រព្យសម្បត្តិបរទេសបានចេញបញ្ជារឹបអូសទ្រព្យសម្បត្តិទាំងអស់របស់លោកឬក៏អ្នកអង្គការកកអានដែលមានហើយនឹងបង្កក់ទ្រព្យហ្នឹងហើយនឹងហាមជន់ដីអាមេរិកមិនមែនតែលោកកកអានទេដែលជាប់នៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកនេះគឺមានលោកកកអាននិងមនុស្សនិងក្រុមហ៊ុនសហគ្រាសស្ថាប័នទាំងអស់28ផ្សេងទៀតហើយខ្ញុំនឹងជម្រាបជូនថាអ្នកណាខ្លះនៅក្នុងបញ្ជីខ្មៅហ្នឹងតែយ៉ាងណាមុននឹងរៀបរាប់រឿងនេះគឺសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មអ្នកអង្គការកកអាននេះគឺពីរឿងឆបោកអនឡាញហើយរឿងនេះមិនមែនជារឿងអីថ្មីហ្មងដែរទេសហគមន៍អន្តរជាតិគឺគេផ្សាយស្រោចបាទលើឆាកអន្តរជាតិសារព័ត៌មានណាក៏ផ្សាយដែរហើយអ្នកដែលផ្សាយខ្លាំងជាងគេគឺថៃហើយបងប្អូនដឹងថាហេតុអីបានថៃផ្សាយច្រើនជាងគេមិនអញ្ចឹងឯងព្រោះអីថៃបានចំណេញច្រើនពីការដែលប្រយុទ្ធប្រឆាំងការឆបោកអនឡាញហើយកំពុងតែរំលឹកប្រាប់ពិភពលោកថាអាសង្គ្រាមព្រំដែនហ្នឹងក៏ជាចំណែកមួយដែលថៃទៅតែវាយកំទេចឲ្យបានដើម្បីរំលាយអង្គការចាត់តាំងនិងការឆបោកអនឡាញដែលនៅជាប់ព្រំដែនមានកាស៊ីណូច្រើនមែនតើហើយកាស៊ីណូនេះគឺមានទាំងរបស់លោកលីយ៉ុងផាត់ហើយនឹងមានលោកកកអាននឹងដែរណែឥឡូវរឿងនេះវាពាន់ដូចថាដូចស្លកពឹសអញ្ចឹងហ្នឹងបងប្អូនមើលទៅនៅក្នុងនេះគឺសហរដ្ឋអាមេរិកនៅពេលដែលដាក់លោកកកអានជាក្រុមដែលថានៅក្នុងបញ្ជីខ្មៅនេះគឺដោយសារតែការឆបោកក្រុមហ៊ុនឆបោករបស់លោកកកអាននៅប្រទេសកម្ពុជាហ្នឹងគឺបើកស្ទើរតែទូទាំងខេត្តក្រុងហើយទៅមានជនរងគ្រោះដែលជាជនជាតិអាមេរិកហ្នឹងច្រើនសន្ធឹកសន្ធាប់ភាគច្រើនអាមេរិកដាក់ទណ្ឌកម្មនេះគឺដោយសារតែផលប៉ះពាល់ពីរបរជួញដូរឆបោកអនឡាញហ្នឹងគឺវាធ្វើឲ្យជនជាតិអាមេរិកដែលជាជនរងគ្រោះហើយណោះអញ្ចឹងហើយបានជាគេមានសិទ្ធិបង្កក់ទ្រព្យសម្បត្តិលោកអង្គការ Gen Z អស់រហូតដល់ទៅ$15,000 លានជាងនោះណាឥឡូវនេះនៅក្នុងអំពើឆបោកដែលគេចោទប្រកាន់កាលពីថ្ងៃទី23ខែមេសានេះគឺលោកកកអានរួមទាំងក្រុមហ៊ុនដទៃទៀតហ្នឹងគឺបើកបណ្ដាញឆបោកអនឡាញយ៉ាងកក្រើកពេញផ្ទៃនៅតំបន់អាស៊ីហ្នឹងជាពិសេសនៅប្រទេសកម្ពុជាហ្នឹងគ្រាន់តែឆ្នាំ2024ណាគឺទឹកលុយនៅក្នុងការឆបោកនៅក្នុងបណ្ដាញដែលមានលោកកកអានចូលរួមនឹងក្រុមហ៊ុនដទៃទៀតនេះអាមេរិកប៉ាន់ស្មានទៅឃើញប្រមាណជា$10,000 លានដែលបានជំរិតពីជនរងគ្រោះដែលភាគច្រើនជាជនជាតិអាមេរិកហើយយើងដឹងថាក្រុមហ៊ុនទាំងអស់នេះគឺក្រៅតែពីអាមេរិកដាក់ទណ្ឌកម្មអ្នកអង្គការកកអាននេះគឺក្រុមហ៊ុនដែលធំពាក់ព័ន្ធនឹងអ្នកអង្គការកកអាននេះមានក្រុមហ៊ុន Crown យើង Anco Brothers
Crown Resort គឺរមណីយដ្ឋានកាស៊ីណូសន្តាគារស្អីដែលបនលបែងហ្នឹងគឺជាទូទៅឲ្យតែមានបនលបែងច្រើនតែពាក់ព័ន្ធនឹងការឆោបបោកការជួញដូរនឹងលាងលុយនឹងហើយមានបតកលាគ្នានឹងក្រៅពីលោកកុកអានមែនតើគេហៅអាមេរិកហៅលោកកុកអានគេថាជាស្ដេចឆោបបោកទៅទៀតស្ដេចត្រាញ់ណាបងប្អូនគឺជាអ្នកក្រាញកាងធំបំផុតនៅក្នុងប្រទេសកម្ពុជាហ្នឹងក៏ប៉ុន្តែអាមេរិកបាននិយាយថាលោកកុកអាននេះមិនមានឥទ្ធិពលអីខ្លាំងបើមិនមានមនុស្សនៅពីក្រោយទេរួចចុះបើលោកជាស្ដេចត្រាញ់អីចឹងហើយរួចទៅចុះអ្នកណាគេប៉ុណ្ណាទៀតទៅលោកហើយអាហ្នឹងគឺចង់បានថានេះដូចរឿងកំ pl ែងមួយចឹងថាមានពេលណាមួយនោះលោកកៅហ្នឹងអគ្គលេខាធិការអង្គការសហប្រជាជាតិកាលមុនឈ្មោះលោក Kofi Annan ដែលមិនដឹងជាអបសុកអីគាត់ចង់សុំបើកឡានខ្លួនឯងព្រោះកាលហ្នឹងមាន Safor មានអ្នកបើកឡានអញ្ចឹងគាត់ថាចង់សាកដើរលេងនៅក្នុងក្រុងអីហ្នឹងក៏សុំទៅបើកឡានទៅហើយឲ្យតកងទៅអង្គុយក្រោយហើយធម្មតាគឺទៅដល់កន្លែងឆែកឆេរគឺគេត្រូវតែបើកគឺគេត្រូវតែឲ្យតកងស្រូតកញ្ចក់ចុះដើម្បីចង់ដឹងថាតើឡានហ្នឹងមានអ្នកធំអ្នកតូចអីប៉ុណ្ណាទៅឲ្យទៅឬមិនឲ្យទៅអីត្រូវការអនុញ្ញាតអីក្នុងសន្តិសុខដល់ពេលគេឲ្យស្រូតកញ្ចក់ទៅស្រូតកញ្ចក់ចុះរូតកញ្ចក់ចុះទៅឆ្មាំសន្តិសុខហ្នឹងក៏ឃើញលោក Kofi Annan ដែលជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិហ្នឹងជាអ្នកបើកឡាននៅពេលនោះឯងដែលពួកគាត់ចាប់ផ្ដើមមេគាត់ថាខាត់ឡានហ្នឹងកុំឲ្យទៅណាព្រោះមិនឲ្យទៅឆ្លងកាត់តំបន់មានសុវត្ថិភាពឆែកឆេរសុវត្ថិភាពអីហ្នឹងទៅក៏ពេលឆ្មាំសន្តិសុខគាត់ថាមិនបានទេលោកនេះធំណាស់អ្នកនៅក្នុងឡាននេះគឺធំមែនតើហើយគេសួរថាធំប៉ុណ្ណាទោះជាប៉ុណ្ណាក៏មិនអាចទៅបានដែរដោយសារតែបញ្ហាសន្តិសុខហ្នឹងព្រោះបញ្ហាហ្នឹងគេប្រជុំអង្គការសហប្រជាជាតិផងហើយទៅឆ្មាំហ្នឹងគេថាមិនថាមិនដឹងធំប៉ុណ្ណាទេព្រោះគាត់អ្នកបើកឡានជាអគ្គលេខាធិការអង្គការសហប្រជាជាតិឯងអ្នកអង្គុយក្រោយមិនដឹងប៉ុណ្ណាទៀតទេដូច្នេះរឿងនេះគឺជារឿងកំ pl ែងបានន័យថាបើសិនជាគេចាត់ទុកលោកកុកអានគឺជាស្ដេចត្រាញ់មួយដ៏ធំតើអ្នកនៅក្រោយខ្នងគាត់ជាអីជាប្រអិនជាទេវតាជាប្រព្រំឬក៏ជាអីឲ្យប្រកាសបាទនេះគឺជាពាក្យថ្មីដែលមិនថ្មីទេអាមេរិកដាក់ឲ្យនឹងគឺសម្រាប់លោកកុកអានដែលមានក្រុមហ៊ុន Crown មានបនលបែងកាស៊ីណូមានរមណីយដ្ឋានមានអាគារជាច្រើនដែលជាកន្លែងរកស៊ីឆបោកហ្នឹងនៅក្រុងប៉ោយប៉ែតក្រុងប្រស័យអនុបាវិតនិងទីផ្សេងទៀតនៅស្រុកខ្មែរហើយគេចោទទៀតថាគាត់នឹងជាម្ចាស់ជួលកន្លែងផងផ្ដល់សេវាផងមានសន្តិសុខហើយក្រុមហ៊ុន Anco Brother អីហ្នឹងគឺសុទ្ធតែជាប់ពាក់ព័ន្ធទាំងអស់នៅក្នុងការដែលរកស៊ីឡើងកក្រើកនៅក្នុងប្រទេសកម្ពុជាតាមការស្រាវជ្រាវរបស់អាមេរិកនេះតែយ៉ាងណាបងប្អូនយើងមើលអំពីអ្នកណាខ្លះដែលពាក់ព័ន្ធនៅក្នុងការដាក់ទណ្ឌកម្មរបស់អាមេរិកដែលមានលោកកុកអានហ្នឹងហើយនឹងក្រុមហ៊ុននឹងបុគ្គលរហូតដល់ទៅ28អ្នកផ្សេងទៀតស្ថាប័នផ្សេងទៀតហ្នឹងគឺនៅក្នុងនោះគឺមានដៃគូរបស់គាត់ដែលពាក់ព័ន្ធគ្នាទាំងអស់ដែលចូលនៅក្នុងការចោទប្រកាន់អាមេរិកហ្នឹងក៏បានរឹបអូសគេហទំព័រ503គេហទំព័រគឺថាតកតនឹងគេហទំព័របើកដើម្បីដូចថាជារើសមនុស្សដើម្បីឲ្យចូលរួមនៅក្នុងការប្រព្រឹត្តអំពើឆបោកអនឡាញហ្នឹងណាហើយបាទហើយនិយាយទៅគឺដូចខ្ញុំជម្រាបអញ្ចឹងគឺក្រុមហ៊ុនផ្សេងទៀតហ្នឹងមានរដ្ឋាភិបាលរស្មីដែលជាម្ចាស់អាគារឆបោកមួយនិងគ្រប់គ្រងមជ្ឈមណ្ឌលឆបោករដ្ឋាភិបាលរស្មីនេះគឺជាប្រធានរបស់ក្រុមហ៊ុនធំមួយឈ្មោះការ99 Culture and Media ដែលគេហៅការ99 Group ហ្នឹង K99 Group បើកកាស៊ីណូហើយរដ្ឋាភិបាលនេះក៏មានខ្នងក្រាស់ខ្មឹកដែរបើតាមដឹងឲ្យពាក់ព័ន្ធនឹងជនជាតិចិនជាច្រើនក្រុមហ៊ុនជាច្រើនដែលពាក់ព័ន្ធនៅក្នុងការដាក់ទណ្ឌកម្មមាន Heng Feng Cambodia Bank គឺក្រុមធនាគារ Heng Feng Bolai នេះគឺជាស្ថាបនិក Bolai នេះឈ្មោះថាលូហុងបានសញ្ជាតិខ្មែរជាជនជាតិចិនហើយក្រុមហ៊ុនរបស់លោកកុកអាននេះមានច្រើនណាស់បងប្អូនគឺជាម្ចាស់ក្រុមហ៊ុន855ក្រុមសជីវកម្មវិនិយោគក្រុម V Trading សម្រាប់ភាគហ៊ុន Anco Specialized Bank ធនាគារពាណិជ្ជ Anco ក្រុមហ៊ុនផ្គត់ផ្គង់ទឹក Anco និងក្រុមហ៊ុនកែបស្អីគេ Hydro Power តកតងនឹងវារីអគ្គិសនីនៅកែបក្រុមហ៊ុនខ្មែរ Electrical Power ក្រុមហ៊ុនមេកុង Portable Water Construction Import Export នាំចេញនាំចូលគ្រឿងសំណង់សម្រាប់គ្រប់គ្រងធនធានទឹកចំណែកឯក្រុមហ៊ុនរដ្ឋារស្មីនេះមានកៃសា Travel មាន Camera មានអីច្រើនទៀតបាទ